បាទសួស្តីបងប្អូនហ្នឹងហើយនៅរដូវត្រជាក់មន់សាច់ខ្ញុំគឺខ្ញុំបិទបាំងអញ្ចឹងណាហើយជុំវិញគឺយើងបិទបាំងចិត្តអញ្ចឹងមិនថាមន់តូចឬមន់ធំអីគឺវាត្រូវការកម្ដៅដូចគ្នាណាប៉ុន្តែកម្រិតកម្ដៅខុសគ្នាបន្តិចណាអញ្ចឹងយើងមើលមន់ខ្ញុំនេះដល់ម៉ោងបលែងចេញក្រៅហើយបងប្អូនខ្ញុំនេះនៅចំនួន50ក្បាលជាងទេដែលថាចាប់ចិត្តអស់ហើយបងប្អូនលើទុកឲ្យបងប្អូនយើងដែលគាត់និយាយទុកការកូនគាត់ចឹងណាតើបងប្អូនគ្រូតើរត់រកស្មៅរកទឹកគេផឹកចឹងមន់ធំក៏យើងត្រូវការបិទបាំងដែរទៅវារស់បានល្អណាបងប្អូនណាដល់នោះបាទបងប្អូនដល់វាលបាទរត់រកស្មៅបាទចឹងបងប្អូនយើងខ្លះត្រង់ហលហេវយប់ឡើងអីចឹងណាអត់មានបិទបាំងទេអញ្ចឹងធ្វើឲ្យសុខភាពមន់អត់ល្អទេណាពេលដែលយើងអត់បានបិទបាំងព្រោះមន់ក៏វាចេះត្រជាក់ដូចយើងដែរណាអញ្ចឹងពេលយើងអត់បានបិទបាំងយើងទុកឲ្យវាឈឺហើយយើងរកថ្នាំនឹងយើងនឹងពិបាកណាបងប្អូនណាយើងនឹងពិបាកព្យាបាលធម្មតាការព្យាបាលវាមិនងាយស្រួលដូចយើងការពារកុំឲ្យឈឺនោះទេណាពេលដែលវាឈឺហើយសឹងតែថ្នាំអីក៏យើងវាយមិនងាយត្រូវដែរមន់ណាអញ្ចឹងយើងកុំឲ្យដល់ដំណាក់កាលឈឺគឺយើងបិទបាំងអញ្ចឹងយើងការពារអញ្ចឹងណាបងប្អូនហើយនៅពេលថ្ងៃឡើងខ្ញុំលែងមន់អញ្ចឹងហើយគឺខ្ញុំបើកហើយណាបើកដើម្បីអីដើម្បីថ្ងៃពលឺថ្ងៃចូលចាំងជះទៅក្នុងទ្រុងធ្វើឲ្យពពួកប៉ារ៉ាស៊ីតពួកវីរុសអស់នោះវាងាប់អញ្ចឹងវាអត់មានពួកអស់នោះនៅក្នុងទ្រុងមន់យើងសុខភាពល្អអត់ឈឺអត់ងាប់ទេណាបងប្អូនហើយតែងតែភ្ជាប់មកជាមួយកបោសរហូតណាកបោសហ្នឹងក៏ជួយកម្ចាត់ពពួកប៉ារ៉ាស៊ីតពួកវីរុសអីផ្សេងនៅក្នុងដីនឹងដែរណាអញ្ចឹងយើងបាច់អត់ខានទេកន្លះខែយើងបាច់ម្ដងបើរវល់ខ្លាំងមួយខែអញ្ចឹងទៅណាបងប្អូនណាអញ្ចឹងយើងការពារទាំងអស់គ្នាបានយើងចាំទៅមន់យើងសុខភាពល្អណាអរគុណច្រើនបងប្អូន